ជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel ទូងថ្នមស្នេហ៍បាទថ្ងៃនេះខ្ញុំបាទ review ទូកមួយគ្រឿងបាទដែលមានក្បូរក្បាច់រចនាស្អាតហើយនេះគឺជាប្រណេតនៃទូកដែលមានឫទ្ធានុភាពអំណាចស្អាតប្រណិតភាពជាមួយនឹងរូបគំនូរដ៏ស្រស់ស្អាតបូក្បាច់រចនាផ្កាភ្ញីរំលេចពណ៌ល្អវិចិត្រទូកមួយគ្រឿងនេះគឺមានប្រនាមថាស្ទឹងសែនមានជ័យបារមីលិជោមាសបាទសូមជម្រាបពុកម៉ែបងប្អូនផងដែរថាទូកស្ទឹងសែនមានជ័យបារមីលិជោមាសគឺនៅក្នុងជំរំរបស់ខ្លាខ្មៅបាទស្ថិតនៅភូមិអូកន្ទរត្បូងម៉ែអញ្ជើញទស្សនាក្បូរក្បាច់រចនានៃគំនូរទូកមួយគ្រឿងនេះគឺមានលក្ខណៈល្អប្រណិតបាទស្រស់ស្អាតណាស់បាទទូកមួយគ្រឿងនេះហើយល្បឿនគឺមិនធម្មតាទេបាទល្បឿនគឺជាទូកប្រភេទដែលមានល្បឿនលឿនហើយយើងមើលនៅខាងកំសៃគឺក្បូរក្បាច់រចនានៃកន្ទុយហង្សបាទហើយទូកមួយគ្រឿងនេះដែរបាទទូកមួយគ្រឿងនេះដែរគឺឧបត្ថម្ភដោយរដ្ឋបាលខេត្តកំពង់ធំអញ្ចឹងយើងសូមទស្សនាពីខាងកំសៃទៅខាងមុខវិញបាទក្បូរក្បាច់រចនាល្អវិចិត្រគំនូរដៃព្រឹកព្រៀងគឺបានស្រស់ស្អាតបាទហើយយើងក្រឡេកមើលពីខាងក្នុងបាទនេះខាងក្នុងនេះទូករៀបចំទល់ទុកដាក់ព្រឹកព្រៀងរៀបចំពីគណៈកម្មការទូកបានល្អអញ្ចឹងទូកនេះគឺទទួលបានការមើលថែបាទបានល្អពីសំណាក់គណៈកម្មការហើយនេះគឺរូបរាងនៃទូកទាំងមូលខាងរំពេនៃទូកដ៏ស្រស់ស្អាតបាទសូមអរគុណសូមជម្រាបលា